បាទសួស្តីពុកម៉ែបងប្អូននៅក្នុង Channel YouTube ទាំងអស់គ្នាបាទនេះគឺជាការចែករំលែកនៅបទពិសោធន៍ដាំទុរេនខ្លះពាក់ព័ន្ធនឹងបញ្ហាដីបាទដីដែលអាចដាំទុរេនបានដូចជាដីនេះគឺជាដីក្រួសដីថ្មភ្នំគឺពិបាកក្នុងការដាំទុរេនមែនតើបាទដែលយើងអាចដាំទៅរួចបានលុះត្រាតែយើងលើកកំផែងដីនឹងឲ្យខ្ពស់បែបនឹងមកហើយយើងអាចដាំយើងលើកកំផែងដីទូចពីលើមួយទៀតមកយើងអាចប្រើជីអាចគោក៏បានជីក្របក៏បានហើយយើងពូនដីជាកំផែងអញ្ចឹងមកយើងតទៅយកទឹកមកបាទទីតាំងដាំទុរេននេះដែរគឺស្ថិតនៅក្នុងខេត្តកំពតបាទនេះគឺជាភ្នំបូកគោហើយទីតាំងដីនេះក៏នៅជិតភ្នំបងផងដែរបាទនៅជិតជើងភ្នំដែរបាទយើងមើលទៅបាទនេះគឺជាទុរេនដែលដាំបានរយៈពេល7 ខែបាទទុរេននេះបាទបើនិយាយពីស្ថានភាពទុរេនគឺថាស្ទុះមិនសូវខ្លាំងប៉ុន្មានដែរបាទប៉ុន្តែយើងអាចទទួលយកបានបាទបើប្រៀបធៀបទៅនឹងដីដែលគេល្អដីក្រហមដីអីបាទទេសភាពទីនេះស្អាតណាស់បាទទីទេសភាពនៅក្បែរជើងភ្នំនេះបាទស្ថិតនៅក្នុងខេត្តកំពតបាទទុរេននេះខ្ញុំដាំចំនួន30 ដើមបាទដែលមានទីតាំងដីកន្លះហិកតាបាទនេះយើងក្រោបស្បៃវាពីលើចេះមកប៉ុន្តែនៅពេលដែលទុរេនយើងបានធំដើមណាធំទៅយើងអាចដោះស្បៃនឹងចេញមកដើមណានៅរាងស្ទើរយើងមិនអាចតន់ដោះបានទេបាទឃើញថាទុរេនតត្រួយល្អមែនតើបាទយើងប្រើជីប្រើអីមកនេះគឺយើងត្រូវការយកជើងវារហូតបាទដោយលុបដីដាក់ជីថែទឹកឲ្យបានដិតដល់បាទបងប្អូនចេញទស្សនាលេងបាទដីថ្មភ្នំនេះគឺពិបាកដាំមែនតើបាទបើបងប្អូនដាំដោយមិនមានការយកចិត្តទុកដាក់ទេគឺទុរេនយើងមិនសូវស្ទុះទេបាទថ្ងៃនេះបងប្អូនមានតែប៉ុណ្្នឹងបាទសូមជម្រាបលាបាទសុខសប្បាយទាំងអស់គ្នា